បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺសូមឆ្លើយតប comment បងប្អូនយើងមួយទាក់ទងនឹងការចិញ្ចឹមទន្សាយគាត់សួរថាបងតើទន្សាយប្រហែលខែទើបដឹងញីឈ្មោលបងប្អូនហ្នឹងហើយក៏ចឹងគាត់ថាចង់ដឹងថាយុវាប្រហែលថ្ងៃប្រហែលខែយើងអាចដឹងមើលវាដឹងញីឈ្មោលចឹងបងប្អូនបាទអញ្ចឹងទន្សាយវាកាន់តែធំយើងមើលកាន់តែស្រួលបាទអាយុនៅពេលដែលវាចាប់ពី4ខែឡើងទៅអាឈ្មោលវាមានធ្លាក់ពងបងប្អូនធ្លាក់ពងអញ្ចឹងទៅយើងក៏មើលបន្តិចដឹងប៉ុន្តែនៅតូចវាអត់មានអីទាំងអស់ដូចញីដូចឈ្មោលដូចគ្នាបាទអញ្ចឹងយើងទៅមើលរបៀបនៃការមើលគឺខ្ញុំមានផុសចូលក្នុង YouTube ដូចជាយូរដែរហើយបាទប៉ុន្តែរយៈពេលដែលយើងអាចមើលដឹងថាវាញីឈ្មោលនោះគឺចាប់ពី1ខែឡើងបងប្អូនបាទ1ខែឡើងគឺយើងអាចមើលដឹងហើយបងប្អូនហ្នឹងគ្នាបាទគាត់ថាយើងមើលរៀងព្រឹកព្រៀងរៀងនេះតិចណាបាទអាចច្បាស់តែបើវាកាន់បានដល់1ខែជាង2ខែណាយើងមើលកាន់តែស្រួលបងប្អូនប៉ុន្តែឲ្យថាមើលប្រហែលអាចមើលបានគឺ1ខែឡើងយើងអាចមើលបានហើយបងប្អូនបាទអរគុណ